សាសនាអ៊ីស្លាមគឺជាសាសនាដែលផ្ដល់តម្លៃទៅកាន់អ្នកដទៃទោះបីជាអ្នកដទៃនោះមិនមែនជាអ្នកអ៊ីស្លាមក៏ដោយសាសនាអ៊ីស្លាមគឺជាសាសនាដែលផ្ដល់សេរីភាពនៃជំនឿមិនបង្ខិតបង្ខំឲ្យជនណាមួយមកដើរតាមនៅសាសនាអ៊ីស្លាមនោះទេគឺអ្នកដែលចូលមកកាន់សាសនាអ៊ីស្លាមគឺដោយចិត្តមិនមែនដោយការបង្ខិតបង្ខំនោះទេប្រសិនបើបងប្អូនចង់ដឹងកាន់តែច្បាស់ចូលរួមតាមដានជាមួយយើងទាំងអស់គ្នាកុំភ្លេចជួយ like share ទាំងអស់គ្នាផងដែរអស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារ៉ាកាតុសាឡាមហរម៉ាតទៅកាន់បងប្អូនអររបស់ទាំងអស់គ្នានៅក្នុងវីដេអូមួយថ្ងៃនេះសូមចែករំលែកទៅកាន់បងប្អូនអររបស់ទាំងអស់គ្នាទាំងបងប្អូនអ៊ីស្លាមនិងមិនមែនអ៊ីស្លាមនៅក្នុងខែរ៉ាម៉ាដនខែដែលមិនប្រកាសរ៉ាម៉ាត់ពីអល់ឡោះស៊ុបហានហូវតាឡាដោយសារតែប្រហែលថ្ងៃនេះយើងឃើញមានការបង្ហាញនៅវីដេអូនៃកម្មវិធីរៀបអាពាហ៍ពិពាហ៍មានការសម្ដែងលើសលួសជន់ឈ្លីប្រមាថមកកាន់សាសនាអ៊ីស្លាមហើយក៏មានបងប្អូនរបស់យើង comment តបតហើយនឹងមាន comment មកវិញជេរបចោគ្នាដែលមើលទៅអត់មានសុជីវធម៌ក៏ដូចជាមានក្រមសីលធម៌អញ្ចឹងជាវីដេអូមួយនេះសូមចែករំលែកទៅកាន់បងប្អូនរបស់យើងទាំងអស់គ្នាថាតើសាសនាអ៊ីស្លាមគឺជាសាសនាបែបណាតើសាសនាអ៊ីស្លាមឲ្យតម្លៃទៅលើមនុស្សបែបណាតើសាសនាអ៊ីស្លាមគៀបសង្កត់ទៅកាន់មនុស្សដែរឬទេជាដំបូងអ៊ីស្លាមយើងមើលពាក្យអ៊ីស្លាមមកពាក្យសាឡាមជាភាសាអារ៉ាប់បានន័យថាសន្តិភាពសុខសន្តិភាពអញ្ចឹងសាសនាអ៊ីស្លាមគឺជាសាសនាដែលផ្ដោតសំខាន់លើសន្តិភាពភេរភាពរួបរวมគ្នាឲ្យតម្លៃគ្នាមិនគិតអំពីជាតិសាសន៍ពណ៌សម្បុរនោះទេនេះគឺជាសាសនាអ៊ីស្លាមសាសនាអ៊ីស្លាមគោរពនិងរាប់អានគ្នាអត់អន់ឲ្យគ្នាទោះបីជាមានគេធ្វើបាបមកចំពោះខ្លួនក៏ដោយក៏អភ័យទោសឲ្យគេយើងមើលគំរូរបស់យើងជាករិយសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមនៅពេលដែលគាត់ទៅដាវ៉ាប្រជាជននៅតាអ៊ីហ្វនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមទៅដាវ៉ាប្រជាជននៅតាអ៊ីហ្វគ្មាននរណាតាមរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមនោះទេថែមទាំងពួកគេធ្វើបាបយកដុំថ្មដេញគប់រ៉ាស៊ូលឡោះរហូតដល់រ៉ាស៊ូលឡោះឈាមហូរទៅដល់ដីហើយមិនតែប៉ុណ្ណោះទេរ៉ាស៊ូលឡោះនៅតែទូអាឲ្យពួកគេល្អទៀតនៅតែបួងសួងទៅកាន់អល់ឡោះជាម្ចាស់ហ្នឹងឲ្យអ្នកដែលធ្វើបាបគាត់ហ្នឹងឲ្យល្អទៀតណានេះគឺជាគំរូនៅក្នុងសាសនាអ៊ីស្លាមរបស់យើងនៅក្នុងសាសនាអ៊ីស្លាមគោរពរាប់អានគ្នាអត់អោនឲ្យគ្នាណាអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានបន្ទូលនៅក្នុងសូរ៉ាតុលហ៊ូជរ៉ាតអាយ៉ាតទី13អោឌុប៊ីឡាហ៊ីមីនឆៃតានរ៉ាជីមយ៉ាអាយូហានណាសអ៊ីនណាខឡកណាគុមមិនដការិនអោអ៊ុនសាវជអលណាគុមស៊ូអូបាវកបាអ៊ីឡាលីតាអារ៉ហ្វូអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានបន្ទូលថាយ៉ាអាយូហានណាសអោបណ្ដាមនុស្សទាំងឡាយអោមនុស្សលោកអ៊ីនណាខឡកណាគុមប្រកាសណាយើងបានបង្កើតពួកអ្នកបង្កើតពួកអ្នកអំពីស្ត្រីនិងបរិសយ៉ាងនេះគឺបង្កើតពួកអ្នកអំពីអាដាមនិងហាវ៉ាវ៉ាយ៉ាលណាគុំស៊ូអូបាវហើយយើងបានបង្កើតពួកអ្នកឲ្យមានជាជនជាតិវ៉ាកាបាអ៊ីឡាហើយនឹងកាប៊ីឡានឹងកលសម្ព័ន្ធជាច្រើនលីតាអារ៉ាហ្វូគឺដើម្បីឲ្យស្គាល់គ្នារាប់អានគ្នាទៅវិញទៅមកមានភាពរវាងគ្នាទៅវិញទៅមកណាអល់ឡោះស៊ុបហានាហ៊ូវតាអាឡាមានបន្ទូលបង្កើតយើងទាំងអស់គ្នាដើម្បីឲ្យលីតាអារ៉ាហ្វូដើម្បីឲ្យស្គាល់គ្នាមានភាពនឹងគ្នាចេះអត់អោនគ្នាចេះយកអាសាគ្នាណានេះនិយាយទូទៅមិនមែននិយាយយ៉ាអាយូហលឡាឌីណាអាម៉ានូទេយ៉ាអាយូហានណាសបានន័យថាមនុស្សទូទៅណាអញ្ចឹងតម្លៃនៅក្នុងសាសនាអ៊ីស្លាមរបស់យើងគឺឲ្យតម្លៃទៅចំពោះមនុស្សណាធ្វើសប្បុរសធម៌ចំពោះអ្នកដែលមិនមែនអ៊ីស្លាមណាគឺយើងឲ្យតម្លៃទាំងអស់ជួយទៅកាន់អ្នកដែលមិនមែនអ៊ីស្លាមក៏យើងជួយឲ្យតម្លៃភាពរាប់អានគ្នាអញ្ចឹងបងប្អូនដែលមិនមែនអ៊ីស្លាមយើងគួរតែកលេចមើលក៏ដូចជាឲ្យតម្លៃមកកាន់អ្នកដែលកាន់សាសនាអ៊ីស្លាមផងមិនមែនឲ្យតែមានបញ្ហាអីមកអូអ្នកឯងទៅប្រទេសអ្នកឯងវិញទៅមានបញ្ហាអីមក
មកនៅប្រទេសគេឲ្យខ្លាំងទៀតនេះគឺជាពាក្យសម្ដីឬក៏សិលធម៌អ្នកដែលមិនចូលសាលាវាបង្ហាញអំពីកំសោយនៃចំណេះដឹងរបស់យើងអញ្ចឹងសង្ឃឹមថាបងប្អូនរបស់យើងមានបញ្ហាអីយើងពិភាក្សាគ្នាពិគ្រោះយោបល់គ្នាប្រសិនបើបងប្អូនចង់សម្ដែងកម្មវិធីដែលតាក់ទងទៅនឹងសាសនាអ៊ីស្លាមគួរតែមានការឆ្លងកាត់អំពីអ្នកដែលអ៊ីស្លាមថាតើការសម្ដែងនឹងត្រូវអត់ជ្រុលបែបណាមិនមែនជាការលេងសើចអោនហើយយកជើងធាក់ហើយសើចក្អាកកាយនេះគឺជាទង្វើមួយនៃការប្រមាថមើលងាយមកកាន់សាសនាអ៊ីស្លាមមែនតើអញ្ចឹងវីដេអូមានតែប៉ុណ្ណេះសង្ឃឹមថាបងប្អូនពេញចិត្តសូមជួយចែករំលែកបន្តវ៉ាសាឡាមប្រសិនបើបងប្អូនរបស់យើងចង់ធ្វើអមរោះសម្រាប់អ្នកដែលស្លាប់ទៅធ្វើឲ្យឪពុកម្ដាយរបស់យើងជីដូនជីតារបស់យើងសាច់ញាតិរបស់យើងដែលស្លាប់ទៅចង់ធ្វើអមរោះឲ្យគាត់អាចតំណែងជាមួយយើងបានតម្លៃសម្រុំផងដែរ